បងប្អូននិយាយរួមទៅខេននេះបើយើងគិតទៅគឺដល់រដូវខែវស្សាហើយបងប្អូនអញ្ចឹងតើមានភ្លៀងមានអីអញ្ចឹងណាបងប្អូនចាហើយទៅក៏នឹកឃើញកាលនៅក្មេងៗអញ្ចឹងណាបងប្អូនពេលមានខែភ្លៀងអញ្ចឹងថ្ងៃណាថ្ងៃភ្លៀងថ្ងៃនេះអញ្ចឹងស្អែកឡើងដឹងតាពុកឬក៏បងប្រុសខ្ញុំអ្នកភូមិអីចឹងណាក៏សារទៅភ្ជួរស្រែអញ្ចឹងទៅបងប្អូនចាហើយទៅបើស្រែអ្នកណាមានក្បែរផ្ទាំងអញ្ចឹងណាបងប្អូនចាទៅឬខ្ចងក្រាំងគឺថាសាច់ល្អមែនទេណែនហើយអត់មានដីទៀតនិយាយរួមទៅកាលនៅក្មេងៗគឺថាសប្បាយមែនទេបងប្អូនបើថាឃើញទឹកភ្លៀងវិញខ្ញុំនិយាយឲ្យតែឃើញភ្លៀងមកគឺថារត់លេងសប្បាយអញ្ចឹងណាអត់ដូចឥឡូវទេពេលមានភ្លៀងមានអីយើងសង្ងំនៅក្នុងផ្ទះបើកាលក្មេងៗជំនាន់មុនឲ្យតែឃើញមានភ្លៀងមានអីដឹងតែសប្បាយខ្ញុំនិយាយរត់ចេញអញ្ចឹងណាបងប្អូនបើថាមានដើមស្វាយដើមអីអញ្ចឹងខ្ញុំនិយាយរត់ទៅក្រោមដើមស្វាយឬផ្លែស្វាយអញ្ចឹងណាបងប្អូនចាស់មានខ្យល់មានភ្លៀងមិនមែនខ្ញុំនិយាយរត់ចូលផ្ទះទេមានខ្យល់មានភ្លៀងគឺរត់ទៅរកក្រោមដើមស្វាយក្រោមដើមអីហ្នឹងឯងដើម្បីទៅដណ្ដើមគ្នាឬផ្លែស្វាយអញ្ចឹងណាបងប្អូននិយាយរួមទៅកាលនៅក្មេងៗកាលហ្នឹងគឺថាសប្បាយអត់ដូចក្មេងឥឡូវទេគឺគាត់រវល់យកចិត្តទុកដាក់លើការរៀនសូត្រអញ្ចឹងណាបងប្អូនចាហើយក្មេងៗឥឡូវហ្នឹងតែរត់លេងអញ្ចឹងពេកក៏ពេលខ្លះក៏សារផ្ដាសាយសារអីដែរបើចំនួនមុនគឺអត់ងាយឈឺអត់ងាយអីទេបងប្អូនដូចស្រឹមអញ្ចឹងណា